Hello teacher និងអ្នកអរគ្នាថ្ងៃនេះខ្ញុំមកវ៉ាសុគីនធ្វើការបកស្រាយតទៅនឹង Minimap API ដែលគ្រូបានដាក់ឲ្យធ្វើការងារមួយហ្នឹងអញ្ចឹងតើបងខ្ញុំចង់ start up តទៅជាមួយនឹង app.pic របស់យើងអញ្ចឹងខ្ញុំមាន import ជាខ្លះដូចជា database ដូចជា file migration ដូចជា file package ហើយនឹង class login ហើយតទៅជាមួយនឹង database configuration ខ្ញុំមានដូចជានេះតទៅជាមួយ SQL ហើយនឹងមានដូចជា JWT configuration ហើយនឹង upload file ទៅជាមួយនឹងរូបភាពឬក៏ file អីផ្សេងៗហើយបន្ទាប់មកមានដូចជា JWT Initialize ដែលយើងធ្វើការខហៅយកមកប្រើប្រាស់ដូចជា DB SQL Alchemy ហើយនឹង migration ហើយដោយសារតែ code វាច្រើនខ្ញុំបានផ្ដាច់វាទៅកាន់package មួយចំនួនដូចជា package model ហើយនឹង package route ហើយដូចជាខ្ញុំហៅ blueprint យកមកប្រើដូចជាlogin ខ្ញុំដាក់វាថា route ហើយនឹង tab នេះខ្ញុំដាក់វាឈ្មោះថា API ដើម្បីមានភាពងាយស្រួលក្នុងការប្រើប្រាស់កន្លែងនេះអត់មានអីច្រើនទេហើយបន្ទាប់មកខ្ញុំនឹងធ្វើការ detail ទាក់ទងជាមួយនឹង code មួយចំនួនក្នុងនេះអូខេទាក់ទងដូចជាមានដូចជា register មានដូចជា login ហើយនឹង profile user ហ្នឹងជាប្រភេទអីគេហើយនឹង reset password ហើយបន្ទាប់មកទាក់ទងជាមួយនឹង category ដូចជាមានដូចជា create category មានដូចជា show category show all show by id ប៉ុន្តែដូចជា create ហើយនឹង delete ហើយនឹង update ផ្សេងៗវាតាក់ទងជាមួយនឹង admin required អញ្ចឹងកន្លែងនេះបើលោកត្រាតែ admin បានអាចចូលទៅធ្វើការ delete ឬក៏លុបវាបាននៅក្នុង category របស់យើងហ្នឹងបន្ទាប់មកខ្ញុំក៏តាក់ទងជាមួយនឹងបណ្ដាដូចគ្នាដូចជា category ដែរវាមាន rule តាក់ទងជាមួយនឹង user ហើយនឹង admin ដូចគ្នាប៉ុន្តែ rule កន្លែងនេះខ្ញុំបបែកចេញជាពីរមានតែ staff ហើយនឹង admin ហើយបន្តមកខ្ញុំមានធ្វើការជាការ create invoice ដូចជា show invoice create invoice ហើយនឹង invoice ប្រចាំថ្ងៃរបស់យើងថ្ងៃគឺគេបានចែករំលែកទុកឲ្យយើងស្អាតកន្លែងហ្នឹងហើយដូចជា set អត់មានច្រើនទេគ្រាន់តែដាក់ឈ្មោះជា staff ឬក៏ admin ណាមួយជាអ្នក create invoice ហ្នឹងបានតែតងជាមួយនឹង invoice ហើយបន្តមកតតងជាមួយនឹង protect នេះមានច្រើនទេមានតែ2ជើងបង្កើត admin only ហើយនឹង staff ហើយយើងបាន provide ជាសិទ្ធិជាអីផ្សេងៗដើម្បីតេស្តឲ្យគាត់ឃើញថាការទីទាមទារតកតងជាមួយនឹង JWT ជាcurrent បច្ចុប្បន្នគឺជា admin ឬក៏ staff តែកន្លែងនេះ login បានឬតែគាត់ជា admin បានអាចបើសិទ្ធនៅក្នុងនោះបានអានេះតកតងមួយ staff admin ហើយនឹង user អាចលុបចេញលុបចូលបានតាមតែធម្មតាហើយតកតងជាមួយនឹង report ចាត់ធ្វើ report ប្រចាំថ្ងៃប្រចាំអាទិត្យហើយនឹងប្រចាំខែហើយក៏មានដូចជាតកតងជាមួយនឹង top seller ហើយនឹង low stock order នៅក្នុងហ្នឹងយើងក៏បាន add នៅក្នុងនោះដែរដូចជានេះ low stock ដែរអូខេនេះគ្រាន់តែជាការបង្ហាញមួយចំនួនតកតងជាមួយនឹង structure របស់programming របស់យើងអញ្ចឹងខ្ញុំនឹងចូលទៅធ្វើការ test តកតងជាមួយនឹង API ដែលយើងបាន set up ហើយចែកបើកមកដំបូងយើងចូលទៅ Minimap របស់យើងហើយក្នុងនេះវាមានដំបូងយើងធ្វើការ register ជាលក្ខណៈ admin ឬមួយក៏អីផ្សេងៗតទៅមួយ reset តទៅអីអញ្ចឹងខ្ញុំធ្វើការ register សិនអញ្ចឹងដោយសារតែកន្លែងនេះខ្ញុំអត់បាន set តា user ចាស់អញ្ចឹងខ្ញុំធ្វើការ reset ឬការលុប user ចោលសិនហើយខ្ញុំនឹង register តាមដើម្បីបង្ហាញទៅកាន់គ្រូឲ្យគាត់បានមើលចុះកន្លែងនេះបូកមកអូខេ SQL អញ្ចឹងខ្ញុំ select មើល user ចាស់ខ្ញុំសិន select ID name user name ហើយនឹង password អានេះវាគឺជា hack password អូខេ hack password ហើយនឹង from user មាន app នេះខ្ញុំ select ចង់ដឹង user របស់ខ្ញុំមានប៉ុន្មានអញ្ចឹងមាន3កន្លែងនេះអញ្ចឹងខ្ញុំមកចង់ប្រើប្រាស់ user ទេខ្ញុំចង់លុបវាចោលដើម្បីធ្វើ test តឲ្យវាកាន់តែ detail ជាងហ្នឹងអញ្ចឹង delete from user អញ្ចឹងកូដនេះគឺទៅការលុបអស់ហើយ user ដែលមាននៅក្នុងនេះប៉ុន្មានវានឹងលុបចេញចោលអូខេ delete ចាំតិច delete table from user អូខេអានេះអត់ដែរទេអញ្ចឹង
ខ្ញុំនឹងកែកូដdelete from user ធ្វើតាមិនចង់វាអត់តាវាទៅវា clean data តែបងអូខេខ្ញុំ select មកវានៅត្រៃអញ្ចឹងខ្ញុំនឹង select នឹង delete តាវាវិញ user វា IT smart មួយអូខេមួយពីរ3ចេញចេះវិញ in អូធំជាង0ធំជាង0ចា៎អូខេចឹងធ្វើការតេស្តអូខេឥឡូវកាន់ ID ណាដែលធំជាង0វាបាត់អស់អញ្ចឹងវាបាត់អស់ ID យើងគឺធំជាង1អញ្ចឹងយើងធ្វើការលុបអញ្ចឹងវាបាត់អស់អញ្ចឹងខ្ញុំធ្វើការ register អញ្ចឹងទី1ខ្ញុំ register admin នេះខ្ញុំ register admin ហើយនឹង email តា admin អញ្ចឹងវាទៅ3ស្រួលចំណាំហើយ rule កន្លែងនេះបើសិនខ្ញុំដាក់ detail ហ្នឹងគឺជា admin តែបើខ្ញុំដាក់វានឹងផ្ដល់សិទ្ធជា start auto អញ្ចឹងខ្ញុំធ្វើការ create ថ្មីអូខេអញ្ចឹងការ create របស់យើងជោគជ័យអញ្ចឹងខ្ញុំបង្កើតមួយទៀតឈ្មោះថាខ្ញុំផ្ទាល់អូខេជាងលេខតាក់ហើយជាងminimap.com password 123 rule ឡើងនេះតែថាខ្ញុំអត់ provide សិតខ្ញុំចោលអូខេអញ្ចឹងវានឹង select យក start auto អូខេនេះមិនជា admin ឥឡូវវាជា start auto អញ្ចឹងយើងចង់បង្កើតទៀតបើករណី user ដូចនេះគឺវាឲ្យទៀតវាថា user ហ្នឹងមានហើយអញ្ចឹងវាឲ្យជាបង្កើតទៀតអញ្ចឹងកន្លែងហ្នឹងឥឡូវយើងមាន user 2តទៅពីនេះយើងនឹង select វាម្ដងទៀតអូខេយើងនឹងឃើញថារាល់ password ដែលយើងបានផ្ដល់ឲ្យវានឹងត្រូវការ encrypt តាមរយៈpassword ហាស់អញ្ចឹងវានឹង encrypt ឲ្យសូម្បីតែ developer ផ្ទាល់ក៏គាត់មើលអត់ឃើញដែរតែហ្នឹងមានតែអ្នកគាត់ចំណាំ password របស់គាត់ទេបានគាត់អាច login របស់ជាបានហើយបន្ទាប់ពី create add password ហើយយើងនឹងធ្វើការ get profile អូខេយើងធ្វើការ login ចូលយើង login ដើម្បីយក token យកទៅប្រើប្រាស់អញ្ចឹងដំបូងនេះដោយសារតែដំបូងadmin របស់យើង password 3អានេះវាមានស្រាប់ហើយវាត្រូវនៅអីដែលយើងចង់មកអញ្ចឹងយើង send មកយើងវា provide token ឲ្យយើងឯងឡើងនេះយើង copy ទុកមួយទៅប្រើtoken របស់ admin អូខេយើងទុកសិនវាអត់តាន់ទេយើងនឹងយក token របស់ user ទៅអូខេខ្ញុំ copy សិនអូខេហើយបន្ទាប់មកខ្ញុំមាន staff មួយឈ្មោះតាគៀងតោះអូខេហើយខ្ញុំ access ទៀតអូខេនេះជា token របស់ staff ចឹងខ្ញុំ copy ទៅទៀតហើយ token បច្ចុប្បន្នគឺជា staff មានន័យថាការ access token បច្ចុប្បន្នគឺជា staff អញ្ចឹងខ្ញុំនឹងធ្វើការ get profile អ្នក access បច្ចុប្បន្នជាអីគេអញ្ចឹងជា staff គេមានអញ្ចឹងតាមមកតែ token ជា staff លើគេគឺជា staff អញ្ចឹងវានឹង provide ព័ត៌មានទាក់ទងជាមួយនឹងអ្នក access ហ្នឹងអ្នក access ហ្នឹង access ហ្នឹងមកប្រហែលហើយ email ឈ្មោះអី active រូបគាត់ជាអីគេយើងនឹងទទួលបានព័ត៌មានគាត់អញ្ចឹងខ្ញុំនឹងដាក់ access token របស់ admin អញ្ចឹងដោយសារតែការអ្នក login បច្ចុប្បន្នហ្នឹងវាមិនមែនជា admin អញ្ចឹងគេថា barcode បច្ចុប្បន្នហ្នឹងវាខុសអញ្ចឹងលុះត្រាតែ login ហ្នឹងគឺជា admin សិនបានយើងអាចចូល admin ហ្នឹងទៅ get profile អ្នកកំពុងប្រើទៅលើ system ហ្នឹងបច្ចុប្បន្នអញ្ចឹងអូខេនេះជា admin ហើយនឹងauthorization ឡើងនេះអូ sorry ធ្វើតា login ឡើងខ្ញុំ login ទៅអូខេឥឡូវ login បានហើយខ្ញុំទៅget profile អ្នកប្រើប្រាស់បច្ចុប្បន្នសិនដើម្បី security របស់យើងអញ្ចឹងត្រូវវិញអូខេនេះវានឹងបង្ហាញព័ត៌មានតកតងជាមួយនឹងអ្នក access ជា admin ហើយនឹងពេលវេលាឬក៏ម៉ោងដែលគាត់ login ចូលមកហ្នឹងវារាល់ការ log out log in log អីផ្សេងៗគឺយើងដឹងព័ត៌មានទាំងអស់យើងអាចក្តាប់ព័ត៌មានបានហើយបន្តមកតកតងជាមួយនឹងការ reset password អញ្ចឹងខ្ញុំដូរ password តកតងជាមួយនឹង staff ខ្ញុំដូរ admin របស់ខ្ញុំទេអញ្ចឹង reset password តកតង staff អញ្ចឹងខ្ញុំធ្វើការនេះstaff ទី2អូខេដោយសារតែអ្នក login បច្ចុប្បន្នវាមិនមែនជា staff យើងវាខុសចេះតែ login ទៅ staff ទៅ
រៀនទៅស្ដាប់អញ្ចឹងលោកអេទេខ្ញុំត្រូវការដូរ password របស់ admin របស់ user admin ហ្នឹងចូលមកអញ្ចឹងខ្ញុំអូខេហើយខ្ញុំដាក់ password ខហើយខ reset password ទៅជាចូលកន្លែងផ្សេងអញ្ចឹងនេះ reset ថាម៉េចចូលអេនេះអូខេហើយបាត់ទី change ពី password current password របស់យើង3មែន3 1 2 3មែន1 2 3 4អញ្ចឹងខ្ញុំដូរទៅខែលេខ4មុនដើម្បីមានភាពងាយស្រួលអូខេអញ្ចឹងការ change password របស់យើងជោគជ័យតែខ្ញុំអត់ចង់វាញ៉ៃខ្ញុំ change ដែរឥឡូវខ្ញុំដាក់5ដាក់4ហើយ5បើកាន់តែខុស password វាប្រាប់ថា current password ហ្នឹងគឺខុសអត់អាច change បានទេហើយតបមកខ្ញុំនឹងធ្វើការដូរពី4នេះអា password បច្ចុប្បន្នគឺ4យើងបានដូរហើយយើងដូរទៅ3មើលបានអូខេមានន័យថាការ change password របស់ admin យើងទៅមកគឺជោគជ័យហើយយើងអត់មានអីជាបញ្ហាទេកន្លែងហ្នឹងអញ្ចឹងវាអស់ហើយតាក់ទងជាមួយ out របស់យើងហើយតោះខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងការ access ដើម្បី protect នេះហើយវានឹងផ្ដល់សិទ្ធិទាំងអស់ទៅឲ្យនឹង admin ហើយនឹង staff ហើយនឹង staff អញ្ចឹងមានន័យថាលោកតាចង់ធ្វើអីមួយឆ្លងកាត់ setting បើសិននឹងជា admin បានគាត់អាចទៅធ្វើការងារដែល admin អាចធ្វើបានហើយបើគាត់ជា staff ពីណាក៏ធ្វើបានការងារ staff អញ្ចឹងតមកទៅក្នុង message ហ្នឹងចូល in ដូរវិញអូខេគាត់តេស្តហ្នឹងអូខុសអញ្ចឹងបើខុសហើយយើងលុប in វាសិនលុប in ជា admin ទៅមកលុប in admin អូខេបាន token ថ្មីក៏វាមានបញ្ហាមួយ token អញ្ចឹង admin only ចូលមកថ្មី control V នេះយើងបានព័ត៌មានអត់តតងជាមួយនឹង set មួយពេលលាមួយអីផ្សេងអានេះវាច្បាស់លាស់កន្លែងហ្នឹងអញ្ចឹងបើតតងមួយ staff អត់មានអីញ៉ៃទេព្រោះថាការងាររបស់ staff ពីណាក៏អាចចូលបានដែរនេះ set របស់ staff អញ្ចឹងគាត់ថាវាបង្ហាញតតងជាមួយនឹង IT ណាដែលចូលហើយពីណាគេដែលប្រើប្រាស់ទេហើយបន្ទាប់មកតតងជាមួយ category អូខេតតងជាមួយនឹង category យើង provide តែពីរព័ត៌មានតតងមួយអ្នកហើយនឹង description អញ្ចឹងហើយផ្សេងៗវានឹង generate auto យើងហ្នឹងអញ្ចឹង personal care មួយអញ្ចឹងដើម្បីតេស្តបង្កើត personal care 2ដើម្បីតេស្ត create category ពឹប error admin access required អញ្ចឹងដោយសារតែ authorization របស់យើងវាមិនមែនជា admin អញ្ចឹងយើងការតែយើង provide set ឲ្យគាត់គឺជា admin លេខ1 set ពឹបអូខេ category name already is admin វាមានហើយយើងបង្កើត category តែអត់កើតទេអញ្ចឹងតែលេខ3អូខេនេះ success ហើយអញ្ចឹងវាអាចជាន់ឈ្មោះឬក៏អីផ្សេងទេគឺត្រាតា category ថ្មីមើលចាស់ត្រែវាជាប្រភេទដឹកគ្នាបង្កើតមកវាជាន់គ្នាត្រែចាស់ត្រូវនេះកន្លែងហ្នឹងអញ្ចឹងគឺថាតែយើងបង្កើតវាមានឈ្មោះខុសគ្នាជាភេទ category នេះមួយអញ្ចឹងខ្ញុំធ្វើការ select ID all category ហ្នឹងមានអូខេនេះខ្ញុំទទួលបាន all category ខ្ញុំមានហើយនឹងpersonal care លេខ3របស់យើងវិញចាំតិចនេះ personal care 3តែយើងបានបង្កើតឡើងហ្នឹងហើយបន្ទាប់មកខ្ញុំនឹង select by ID យើងតេស្តលើ ID ចុងក្រោយលេខ3អញ្ចឹងខ្ញុំធ្វើការ select យកមកប្រើ not found មានន័យថាអត់មានទេអញ្ចឹងយើងមើល ID មុនហ្នឹងសិនយើង select អស់លេខ9អស់លេខ3ខ្ញុំលុបចោលបាត់ហើយអញ្ចឹងលេខ9ខ្ញុំមើលលេខ9អូខេនេះជាព័ត៌មានលម្អិតរបស់ category ដែល ID លេខ9ដែលយើងបានបង្កើតចាំហ្នឹងយើងអាច select ចាប់បានអញ្ចឹងបន្ទាប់មកខ្ញុំធ្វើការ update ខ្ញុំចង់ update ID លេខណាលេខ3អូខេ ID លេខ3 party personal care ហ្នឹង1 2 3មានទី2យើងដឹងស្រាប់ហើយវាមានហើយខ្ញុំបានដាក់វាទី3អញ្ចឹងខ្ញុំចូលទៅទី4ហើយចង់ដឹងថា ID មិនលេខ8លេខ4អូខេ update successfully អញ្ចឹងខ្ញុំនឹងទៅ get មើលសាមីតាក់ទងជាមួយនឹងaiក៏ឆ្លងបដាក់ category ទេហ្នឹងpersonal care 3អញ្ចឹងយើង update ទៅ personal care 4នេះជាការ update ហើយជាការ delete ខ្ញុំនឹង delete ID លេខ4ចោលអូខេcategory delete success អូខេកន្លែងនេះការ delete success ហើយអត់មានអីជាបញ្ហាចាស់ទេអញ្ចឹងខ្ញុំនឹង select all ម្ដងទៀតចង់ដឹងថាវាបាត់ហើយអូខេបាត់ហើយអញ្ចឹងមានន័យថាការតេស្តតាក់ទងជាមួយនឹង create update delete category និង show ID show all គឺ success ហើយបន្តមកតាក់ទងមួយ product ខ្ញុំនឹង create product ថ្មីមួយ product របស់យើងវាអត់ត្រូវការយើងប្រើជា body web ប្រភេទទេវាទាមតែឲ្យយើង setting to format data ដើម្បីយើងអាច store រូបភាព store អីបានអញ្ចឹងនេះខ្ញុំលុបចោលខ្ញុំ select no image ដាក់ image នេះអូខេហើយតាក់ទងជាមួយ JKS SKU នេះអានេះជាព័ត៌មានជា unique code ដែលយើងត្រូវតែដាក់កុំឲ្យវាជួនគ្នាយើងលេខដាក់លេខ12ទៅអានេះវាទាមទារជាឈ្មោះជាប់នេះបានប៉ុន្តែ unique code ហ្នឹងអាហ្នឹងគឺខ្វាយមិនអញ្ចឹងខ្ញុំតែ create អូខេអញ្ចឹងការ create របស់ខ្ញុំជោគជ័យហើយតែថាតែខ្ញុំបាន get នេះ protect route នេះ register វាជា admin អញ្ចឹងបានយើងអាចចេញចូលស្រួលវាអត់ទីខ្វាយ
ចឹងការ create ជោគជ័យខ្ញុំនឹង slide អបដល់មើលអូខេនេះជាប្រដាប់ចុងក្រោយដែលខ្ញុំបាន create ID លេខ8ឈ្មោះវា bay break ហើយអូខេជា bay break ដែរទេដោយសារតែខ្ញុំបង្កើតឈ្មោះតែជាន់គេជាន់ទៅកុំឲ្យតែជាន់ F K unit ហ្នឹងវាជា unit code របស់ប្រដាប់នេះហើយបន្តមកខ្ញុំនឹង select តាមជា ID លេខ3អូខេបានហើយ ID ក៏បានដែរ update ខ្ញុំនឹង update លេខ3ហ្នឹងហើយលេខ3អានេះវាអាចជួនស្ទួតគឺខ្ញុំដាក់1 2 3ថែមទៅកុំឲ្យវាមានពាក់ព័ន្ធគ្នាជាមួយនឹងប្រដាប់ចាស់ហើយអូខេខ្ញុំចង់ update ប៉ុណ្ណឹងទេហើយខ្ញុំដូររូបភាពវាថ្មីមកដាក់រូបភាពនេះចុះហើយខ្ញុំនឹង send update អូខេការ update របស់យើងគឺជោគជ័យហើយនេះវានឹងដូរពី SKU ទៅជា232ដែលយើងបានកាត់តែបើយើងអត់ពេលយើងបង្កើតវានឹង generate auto ឲ្យយើងហើយឥឡូវយើងកែកុំឲ្យវាមានស្ទួនគ្នាហើយខ្ញុំ send ម្ដងទៀតបើវាស្ទួនគ្នាវានឹងប្រាប់យើងឯងអូខេតែថាយើង update វាអត់មានអីស្ទួនទេតែយើង update ច្រឡំគ្នាអញ្ចឹងកន្លែងនេះជោគជ័យតែតោះ update ហើយខ្ញុំនឹង delete ប្រដាប់លេខ8ចោលគាត់ថា set token ហើយជាវាអត់ទៀមទៀតទេតែខ្ញុំបាន register ពីមុនហើយអញ្ចឹងខ្ញុំនឹងលុបប្រដាប់លេខ8ប្រដាប់លេខ8អូខេការ delete របស់យើងជោគជ័យហើយអញ្ចឹងខ្ញុំទៅ check all ប្រដាប់សាំហ្នឹងតើ ID លេខ8នៅមានទៀតអត់អូខេបាត់ហើយអញ្ចឹងកន្លែងហ្នឹងគឺជាជោគជ័យមួយតែតទៅមើលនឹង product របស់យើងបន្តមកខ្ញុំនឹងបកស្រាយតទៅជាមួយនឹង create invoice តទៅជាមួយនឹង create invoice អូខេខ្ញុំមាន sample ស្រាប់តទៅជាមួយ create invoice ដោយសារវារៀងច្រើនដែរយើងបាក់ detail អញ្ចឹងតែនេះខ្ញុំនឹង change ព័ត៌មានតិចតួចតទៅជាមួយនឹង product ID product quality អញ្ចឹង product ID ខ្ញុំដាក់នេះ3ទៅភាសាយើងមាន ID លេខ3ដែរហើយខ្ញុំដាក់10ហើយច្រើនជាងមកហើយខ្ញុំនឹង set អូខេអញ្ចឹងថាការ create invoice នេះវានឹងប្រាប់ថា customer ណា customer ឈ្មោះអីហើយ discount កន្លែងប្រមាណហើយ user ដែលគាត់បានចេញ invoice នេះឈ្មោះគេឈ្មោះ admin អានេះជា admin របស់យើងមក admin គាត់អាចអូខេគាត់អាចចេញជា invoice តែឥឡូវខ្ញុំសាកដាក់ថា user staff ហើយជាមួយនេះហើយជា staff ជា token របស់ staff អញ្ចឹងអូខេអូ admin ដែរអញ្ចឹងខ្ញុំនឹងធ្វើការ login យកset token ថ្មីអញ្ចឹងខ្ញុំដាក់ជាងទៅខុសទៀតអូខេខ្ញុំបាន set token ថ្មីដើម្បីយកទៅ test ថាតើ staff គាត់អាច generate invoice បានដែរឬអត់អូខេនេះវាដូរឈ្មោះទៅជាងអញ្ចឹងមានន័យថា invoice អ្នកណាក៏អាច generate បានដែរគ្រាន់តែបញ្ជាក់ថាអ្នកណាដែលគាត់ generate invoice មួយហ្នឹងដើម្បីឲ្យការត្រួតពិនិត្យនិងការសង្កេតការលក្ខណៈតាមដានការធ្វើការវាមានប្រសិទ្ធភាពតាមហ្នឹងទៅអញ្ចឹងបន្ទាប់ពី create invoice ហើយខ្ញុំនឹងធ្វើការ select all invoice របស់ខ្ញុំចង់បាន10 page បើវាមានអស់អូខេខ្ញុំវាបង្ហាញទាំងអស់ហើយ invoice វាចង់បានប៉ុន្មានវាបង្ហាញប៉ុណ្ណឹងអញ្ចឹង invoice ប្រហែលជាខ្ញុំកើតអត់លើស10ទេវាមាន create ad មកម៉ាក៏សម័យម៉ាមានណាមានអីមានច្រើនដែលជា requirement ដែលម៉ាត់នឹងក៏ចង់បានអញ្ចឹងយកមកបង្ហាញទាំងអស់ pay by A by cash ឬក៏ scan QR ហើយបន្ទាប់មកខ្ញុំនឹង get ចូល invoice មួយមក detail អញ្ចឹងអូខេខ្ញុំនឹងដូរទៅជា staff ព្រោះតែខ្ញុំចង់ឲ្យ staff អ្នកហ្នឹងគាត់ get invoice detail អញ្ចឹងខ្ញុំចង់បាន detail ទៅលើ invoice លេខ1អញ្ចឹងបានលេខ1មកហើយនេះយើងឃើញ ID 2មានបណ្ដាធ្វើចំនួនអីទឹកប្រាក់អីផ្សេងនេះគឺជា detail invoice អញ្ចឹងខ្ញុំដាក់លេខ3អូខេលេខ3ក៏ចឹងដែរ invoice ហ្នឹងចេញដោយពីណាគេចេញដោយអូខេ admin ហើយ ID វាលេខ3ហើយមានព័ត៌មានលម្អិតតាក់ទងមួយ invoice ប៉ុណ្ណាមាន cash មានអីចឹងទៅហើយបន្ទាប់មកតាក់ទងជាមួយនឹង invoice daily ហ្នឹងគេនិយាយតាក់ទងជាមួយនឹង invoice ប្រចាំថ្ងៃការលក់ចេញប្រចាំថ្ងៃអញ្ចឹងខ្ញុំនឹង send អូខេអញ្ចឹងការលក់ចេញប្រចាំថ្ងៃរបស់ខ្ញុំគឺប៉ុណ្ណឹងដែលខ្ញុំបាន create invoice មានប្រភេទ product ការខ្ញុំទិញការខ្ញុំធ្វើ test លើកទី1ហើយនឹងការខ្ញុំធ្វើ test លើកទី2ថ្ងៃតែមួយអញ្ចឹងវាមាន beverage sale មានអីគេ detail តាក់ទងជាមួយព័ត៌មានប្រចាំថ្ងៃមួយថ្ងៃឲ្យយើងសម្រាប់ថាយើងចាំបាច់គិតលុយញ៉ៃដូចជាការលក់ទូទៅទេសារនេះជា marketing system គេស្រាប់អូខេអញ្ចឹងចប់ហើយតាក់ទងជាមួយនឹង invoice ខ្ញុំនឹងតាក់ទងជាមួយនឹងការបង្កើត report daily report យើងនឹងធ្វើ report តាក់ទងជាមួយប្រចាំថ្ងៃប្រចាំសប្តាហ៍និងប្រចាំខែហើយបន្ទាប់មកវាមានដូចជា deadline យើងអាច select មួយឆ្នាំពេញ2ឆ្នាំពេញតាមការកំណត់របស់យើងបានឡើយនេះវាងាយស្រួលជាងអាចចាំថ្ងៃចាំខែតែវាតាមចម្រិតរបស់យើងបើនេះវា all in one
ចឹងដំបូងខ្ញុំនឹងធ្វើការ select ចាំថ្ងៃតែមើលអូខេចឹងកន្លែងនេះតែថា attach token នេះគឺជា admin token មួយហ្នឹងគឺជា admin យកទៅ select ចឹងបានវាបរហាចឹងខ្ញុំសាកតេស្តtoken ដែលខ្ញុំតាម copy ជា staff ថាជាអត់បានទេដោយសារតែខ្ញុំអត់បានprovide សិទ្ធ access ទៅកាន់គាត់ទេក្នុងនាមជា staff ចឹងខ្ញុំ change token ទៅជា admin វិញអូខេជានេះហើយជា admin អូខេមកនេះចឹងមុនយើងយក token ហ្នឹងទៅ provide នៅកន្លែង authorized ហ្នឹងវានឹងសិក្សាថា token access ហ្នឹងគឺជា admin ឬក៏ជា staff ចឹងលុះត្រាតែជា admin បានអាចចូលទៅមើលreport ប្រចាំថ្ងៃមកចឹងថ្ងៃហ្នឹងខ្ញុំបានបង្កើតបានប៉ុណ្ណឹងវាដូចជា invoice count មួយនៅមានចំនួនមានពេលវេលាមានអីច្បាស់លាស់ចឹងទៅហើយតំណែងដែលទិញប្រមាណ quality ប្រមាណអីចាហ្នឹងជា daily report តទៅមួយការធ្វើ report ប្រចាំថ្ងៃហើយបន្ទាប់មកខ្ញុំនឹងធ្វើតទៅជាមួយនឹង report ប្រចាំសប្តាហ៍ហើយ access token ដូចគ្នាអញ្ចឹងដែរហើយខ្ញុំបាន add ថា report add invoice មួយពីរដែរអញ្ចឹងវានៅការតំណែងកន្លែងនេះអូខេវាបានកើនមែនហើយក៏យើងអាច access បានធម្មតាដោយសារតា token ដែលខ្ញុំបាន provide គឺជា token របស់ admin ហើយក៏ខ្ញុំបានតេស្តតងជាមួយនឹង daily ដែរហើយវាដូចគ្នាអញ្ចឹងនេះគឺជា report ប្រចាំសប្តាហ៍ហើយបន្ទាប់មកយើងនឹងតេស្តតងជាមួយ report ប្រចាំខែអញ្ចឹង report ប្រចាំខែរបស់យើងក៏ដូចតែ report ប្រចាំសប្តាហ៍ដែរដោយសារតែបច្ចេកមួយហ្នឹងខ្ញុំធ្វើតាមម្លងពេលមួយសប្តាហ៍ហ្នឹងទេបើសិនជាយក apply នៅក្នុង market ជាក់ស្ដែងវានឹងវាបង្ហាញច្រើនថ្ងៃច្រើនខែអញ្ចឹងហើយយើងមានតំណែងច្រើនសម្រាប់ select មើលអញ្ចឹងតទៅមួយ daily weekly ហើយនិង monthly មានប៉ុណ្្នឹងទេហើយបន្ទាប់មកខ្ញុំនឹង select តទៅនឹង terrain អញ្ចឹងការ select ចាស់របស់ខ្ញុំតទៅជាមួយនឹងការ select ចាស់របស់ខ្ញុំវា select មួយខែពេញអញ្ចឹងខ្ញុំចង់ select តាមមួយថ្ងៃទេថ្ងៃហ្នឹងselect ថ្ងៃហ្នឹងមកថ្ងៃណាថ្ងៃទី8អូខេអញ្ចឹងខ្ញុំ start up ពីថ្ងៃទី8មកអានេះបើ select មួយខែពេញមានន័យថាយើង select អស់តែខ្ញុំចង់ select តាមថ្ងៃទេអូខេអញ្ចឹងមួយថ្ងៃហ្នឹងខ្ញុំបានបង្កើតតែប៉ុណ្្នឹងទេបង្កើតតែប៉ុណ្្នឹងទេ quality ចំនួនតែប៉ុណ្្នឹងទេវាកណនីឲ្យយើងស្រាប់ហើយបើសិនជាអូខេមួយថ្ងៃហើយនឹងមួយខែវាខុសគ្នានេះវាមានតិចអញ្ចឹងបើមួយខែវាមានច្រើនវា add បន្ថែមច្រើនដោយសារតែខ្ញុំមិន add តាមថ្ងៃហ្នឹងទេប្រហែលជាខ្ញុំបានធ្វើពីមុនមកពី3 product បន្ថែមលើសហ្នឹងចឹងទៅហើយបន្ទាប់មកវាមានដូចជា top sell product គ្រាន់តែយើង select វាទៅវានឹងបង្ហាញ top sell product ណាដែលលក់ចេញមកច្រើនគេហើយមានចំនួនប្រមាណហើយនឹង product ខ្លះវាមក multiple image ដោយសារតែ product ខ្លះវាមិនមែនមានតែរូបភាពតែមួយហើយខ្ញុំបាន create endpoint សម្រាប់ទប់ស្កាត់នៅការរូបភាពជាន់គ្នាកន្លែងហ្នឹងដែរអញ្ចឹងអានេះជា top sell product ហើយបន្ទាប់មកគឺជា low selling product មានន័យថា product ដែលនៅក្រោម10នេះកន្លែង trade hold មានន័យថាបើសិនជា product ហ្នឹងនៅក្រោម10វានឹង show ឲ្យយើងឃើញនេះដូចជា select មើលទៅយើងឃើញ current stock 10វាឈ្មោះថា beverage អញ្ចឹងមានន័យថា beverage ហ្នឹងវាគ្រប់10អញ្ចឹង product របស់យើងទាំងអស់មានតែ beverage ហ្នឹងទេដែលមាន stock គ្រប់10អញ្ចឹងកាលណាតែវាគ្រប់10វានឹងបង្ហាញយើងហើយកន្លែងហ្នឹងបាទអញ្ចឹងអរគុណលោកគ្រូសម្រាប់ការសូតាក់ទងជាមួយនឹងmini Mara API អញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងទេអរគុណវាលាលោកគ្រូ